เออเขาต้องทำไมต้องทำอย่างนั้นทำไมต้องแก้มป่องทำไมป่องป่องขอบคุณที่ติดตามจ้าอยู่โรงพยาบาลไหนแล้วเป็นโอยแกนสวยแอบอ่ะมาจากบ้านอืมโอเคนี่กินไม่ถูกหน้าตาแบบนี้สิน่ารักตาโตๆไปแล้วนะหย่อยไปก่อนตาเป็นตัวตาเป็นพี่เลไปก่อนนะคะไอ้ตามไปก่อนเด้อร้อนหัวแทงหน้าเสร็จแล้วเดี๋ยวไปทำงานก่อนเดี๋ยวมาใหม่ บุยเนี่ยสูงสิเลยแล้วโอ้တကယ်ဒီညထင်လာတယ်အော်ကျမစာရီဒီလောက်ပို့နေရနော်ကျမဆိုရင်ပုံမှန်ဆိုလို့ရှိရင်ကျမဘသူ့မှကျမဘက်ကစပြီးစာပို့လေးမရှိဘူးတူAC ဆိုကောင်းတာပေါ့ဟုတ်တယ်မဟုတ်ဘူး AC နဲ့ AC လောက်မှာပါပြီးတော့ကိုကြီးဘက်ပဲလိုကလဲကျုံပေးမယ်လို့ပြောထားတာဆိုတော့ဘူဘူကတော့အခုဘူဘူ family ဘူဘူနဲ့ပြိုင်တဲ့ family ကလုံးဝ top ကြီးလေ family ရောဘူဘူဆိုလို့ရှိရင်ဘူဘူ family owner ကိုယ်တိုင်လာချောင်းတာ family owner ရောနော် family owner ရောသူတို့ family တွေကအဲ့နာမည်ကြီးစာပိုတာကိုစကစ်ဆိုတဲ့တယောက်ကအဲ့ဘူဘူနဲ့ပြိုင်ရမယ်မမရဲ့ top ပွဲကလည်းအဲ့ဒီကိုစကစ်ပဲဘူခအကုန်လုံးကလာပြီးတော့ချောင်းကြတာရောဘူဘူကသူတို့စီကိုတခါမှမကြည့်ဘူးဝင်လည်းမကြည့်ဘူးတီလည်းမတီးဘူး Hello level 51 GU ဝမ်းပေါက်ဆိုရင်ကိုနိုင်တယ်ချခိုင်းလေးပေါ့ကိုကြီးဟိုဟာဝမ်းပေါက်3ပေါက်လို့ကြားတာပဲအားရစရာကြီးရင်ဘူဘူတောင်မှပေါက်မပြေကောင်းတာပေါ့အဲ့ဒါဆို3ပေါက်ဆိုရင်တော့နိုင်မှာပါ3ပေါက်ဆိုရင်တော့လာပေးလက်မအောက်ကနေไปยงမပြောတော့ဘူးတဲ့မိရနဲ့မနီးရအတွက်ကြိတ်တက်နိုင်မှာအများဆုံး900ပဲတဲ့ဒါတောင်စုထားရအင်းပေါ်တက်နိုင်တဲ့လောက်ပေါ့ကိုကြီးချောင်းရပဲတက်နိုင်မှာမလဲကိုကြီးမန်ခီခရိုကိုလည်းတက်နိုင်တော့ပြီးချင်တာပေါ့တက်နိုင်တော့ပြီးချင်တာပေါ့မတက်နိုင်တော့လည်းပဲတက်နိုင်မှာမလားမဟုတ်ဘူးလားခုကိုလိုင်းမကောင်းချင်ဘူးဘာလို့မသိဘူးစော်ပြေးကောင်ဟာလို့မနေ့ကတက်တီကူးသွားတယ်ခါတိုင်းဆိုဘူးလိုင်း
လိုင်းကြရတယ်ဆိုတော့တိတ်မရှိဘူးခုနောက်ပဲပြန်ကြတယ်ဘူးနောင်မယ်ဘူးပြန်သွားအောင်မဆိုဆိုဘူးကိုလည်းနိုင်မဲတင်းနေတာမလေးကျမစကနေကတီးပြီးသားဘူးနဲ့ပြိုင်တဲ့ဖမ်းပြီးမမအစကနေနာမည်ထွက်ပြီးသားလေနာမည်ထွက်ပြီးသားနာမည်ကြီးဆယ်လီဆယ်လီဆိုတာအစကနေတီးပြီးသားလေလွန်လိုက်အောင်မယ်ဟုတ်ကိုချောင်းဘာမှစိတ်ကြီးမနေနဲ့လောက်ကိုသွားအောင်မလေးဆရာသမားမလောက်သွားအောင်တော့ဘူးလဲနာအောင်မယ်ဘပိုင်ရက်တီနာဘပိုင်ကိုချောင်းគឺសិនាថាមកធ្វើការមកអីទេក៏ទៅស៊ីស្បៃក្រាត់ហ្នឹងទៅបាត់ករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់យ៉ាងព្រៃផ្សៃការពីព្រឹកមិញនៅក្នុងសង្កាត់ស្វាយដៃមិនទំនេរកែវនៅក្នុងដីឡូមួយកន្លែងស្ត្រីខាងនេះត្រូវបានគេវាយរហូតដល់ស្លាប់ឥឡូវនេះក្រុមគ្រួសារសាច់ញាតិទទួលបានដំណឹងថ្មីទៀតហើយជនដែលកោហ្នឹងគាត់បានចងកសម្រាប់ខ្លួនហើយតាមចឹងគាត់រៀនពីប៉ូលីសខាងស្វាយប៉ាចាគាត់បានប្រមាណចាប់ទៅហើយដីទី2នឹងចងកបាត់ហើយដីទី2ដែលជាជនសង្ស័យសមត្ថកិច្ចកំពុងតែតាមប្រមាញ់ហ្នឹងគឺបានចងកសម្រាប់ខ្លួនបាត់ហើយចាចងកសម្រាប់ខ្លួននៅណាដែរណាមិញថានៅស្រុកខ្ញុំសូមពាវនាវដល់សមត្ថកិច្ចបងប្អូនជួយរកយុត្តិធម៌ខ្ញុំផងឲ្យពួកខ្ញុំផងស្លាប់ទៅអត់មានគេឲ្យស្លៀកពាក់ទេថាប្តីចុងរបស់ស្ត្រីដែលបានស្លាប់បាត់បង់ជីវិតកាលពីព្រឹកមិញនេះគឺឥឡូវនេះត្រូវបានចងកសម្លាប់ខ្លួននៅក្នុងផ្ទះតែម្ដងជនដៃដល់ដែលចងកសម្លាប់ខ្លួននឹងគាត់ជាអ្នកណាដែរបងត្រូវជាប្តីទី2របស់ក្មួយស្រីខ្ញុំបាទហើយឈ្មោះអីដែរជនដៃដល់ដែលជាជនសង្ស័យដែលចងកសម្លាប់ខ្លួនបុតសៃហាប់គេហៅអាហាប់ហ្នឹងបាទបើតាមខ្ញុំដឹងព័ត៌មានថាវាតកសម្លាប់វាតកចោលនឹងវាអត់ឲ្យធំយ៉ាងម៉េចដែរបងទៅគួរឲ្យយកបានណាលោកគ្រូឃើញហ្នឹងមិនគួរឲ្យយកបានទៅបើទៅហាឲ្យហ្មងណាលោកគ្រូអាហារបំពងស៊ីបាបារីជាប្រភេទអាហារបំពងដែលផលិតចាឲ្យយកប្តីមិនប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាអីវ៉ាន់នេះទាំងអ្នកមានសុខភាពទ្រុឌនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពងស៊ីបាបារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមុខមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលះលហើយពេលមកក៏ខ្យល់ញឹកញាប់ទឹកច្រើនគេមិនលក់ឈឺសម្លែកលើឈាមលើជាតិខ្លាញ់អាស៊ីតឬអូម៉ានំញើសមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមគ្រប់នឹងជំរាបសួរប្រិយមិត្តជនដែលនិយមតាមដានរបស់អង្គអាពាហ៍ពិធីញូឥឡូវនេះខ្ញុំបាទមីស្ទ័រការកំពុងតែមានវត្តមាននៅត្រង់ចំណុចសង្កាត់ព្រែកកសេកក្នុងខណ្ឌជ្រោយចង្វាផងដែរអូយអំពើមកនារីម្នាក់ចែកគ្នាលេងហ្គេមមែនវាយរហូតដល់ស្លាប់ហើយយកសាក់សពយកទៅបោះចោលនៅកូនចែកចែកាត់ស្វាយប៉ាខណ្ឌរិស័យកែវរាជធានីភ្នំពេញកាលពីថ្ងៃទី9ខែមីនាឆ្នាំ2025ឥឡូវនេះក្រុមគ្រួសារសាច់ញាតិគាត់ទទួលបានដឹងដំណឹងនេះហើយថាឃាតករវាយរហូតដល់ស្លាប់ឥឡូវនេះក្រុមគ្រួសារសាច់ញាតិក៏បានជានៅប្រាស្រ័យហើយឥឡូវនេះប្តីទី2ប្រាស្រ័យឈឺខ្លួនណាក៏សម្លាប់ខ្លួននៅស្រុកយើងមិនទាន់ដឹងថាប្តីគាត់ប្តីចុងគាត់នឹងសម្លាប់គាត់ហើយរត់ទៅចងកក៏យ៉ាងណាក៏យើងមិនទាន់ដឹងដែរឥឡូវនេះក្រុមគ្រួសារក៏បានដឹងដំណឹងថាប្តីរបស់គាត់ជាប្តីចុងរបស់គាត់ត្រូវបានចងកសម្លាប់ខ្លួនឥឡូវនេះហើយពីសមត្ថកិច្ចដែលផ្ដល់មកទៅពេទ្យហើយបានមកសសរនឹងជាតាហើយតែ5ថ្ងៃជាសម្លាប់នឹងធ្វើអត្តឃាតខ្លួនឯងឈឺក្បាលហ្នឹងហើយឈឺក្បាលហើយគេយកលក់ហើយឈឺខ្លួនទៀតខ្ញុំអាពេលខ្ញុំឈឺឈឺខ្លួនតែយកលក់មកតកិច្ចកំពុងតែតាមប្រមាញ់ហ្នឹងគឺអត់ចាំអត់ទៅចៃលុយខ្លួនឯងយ៉ាងចៃទិញលុយខ្លួនឯងអស់50000អត់ជាទៀតមិនសើបានគេអត់ឈ្មោះអីទេណាមិញ
ថាហាថាពុទ្ធសេចហាគាត់នៅជាមួយនឹងកូនស្រីអ្នកមីងនឹងប្រហែលឆ្នាំប្រហែលខែហើយអ្នកមីង និយាយទៅរៀបចំហ្នឹងបានមួយឆ្នាំជាងហើយ មានកូនមួយគ្នាទេ ចាមានកូនមួយបានកូនស្រីមួយបានទៅបានមកគូកន្លះហ្នឹង អ្នកមីងយល់យ៉ាងណាដែរនៅពេលដែលឃើញទង្វើអាប្តីក្រោយសាហាវសង្ស័យភ្លើប្រច័ណ្ឌសម្រាប់កូនស្រីអ្នកមីងនឹង អត់ទៅអីបរិតាមជួយតោកខ្ញុំផងកូនខ្ញុំផងខ្ញុំអត់សូវចេះនិយាយទេ បាទអ្នកមីងបាទតែក្តីគោរពអ្នកមីងបើអញ្ចឹងអ្នកមីងទទួលព័ត៌មានពីសមត្ថកិច្ចជាក់លាក់មកសមត្ថកិច្ចគាត់ផ្ដល់មកថាអាប្តីទី2ដែលជាជនសង្ស័យជាឃាតករនឹងបានចងកសម្រាប់ខ្លួនបាត់ហើយ ចាចា ស្ងាវាចឹងងាប់វាងាប់តែវាទៅណោះ បាយ ស្ងា បា អត់យល់ អរគុណតែបរិតាមតែជួយប្រមាណតាមចាប់ជនដៃដល់ឲ្យកូនខ្ញុំឥឡូវក៏បរិជនដៃដល់ហ្នឹងបានចងកសម្រាប់ខ្លួនហើយ ចឹងឯង អរគុណបាន ស្គាល់មុខតែមិនស្គាល់ចិត្ត តើកូនខ្ញុំ អរគុណច្រើន ចាចាចា អើយ ត្រីបងត្រូវអីជាមួយនឹងត្រីរងគ្រោះដែលត្រូវឃាតករស្លាប់ដែរបង ចាខ្ញុំជាម្ដាយនេះកើតរបស់ក្មួយខ្ញុំ បាទបងមានអីអំពាវនាវទៅកាន់សមត្ថកិច្ចដើម្បីស្វែងរកឃាតករដែលស្លាប់មួយស្រីរបស់បងទេបង ចាខ្ញុំសូមពៀវនាវដល់សមត្ថកិច្ចបងប្អូនជួយរកយុត្តិធម៌ឲ្យខ្ញុំផងឲ្យពួកខ្ញុំផងស្លាប់ទៅអត់មានគេឲ្យស្លៀកពាក់ទេសូម ប្រសិទ្ធ ខ្ញុំផងគាត់ បើតាមបងដឹងព័ត៌មានថាឃាតករស្លាប់ជារបស់ចោលនឹងវាអនុធមយ៉ាងម៉េចដែរបង និយាយទៅគួរឲ្យយកបានណាលោកគ្រូឃើញហ្នឹងមិនគួរឲ្យយកបានទៅទៅទៅហាឲ្យហ្មងណាលោកគ្រូចា បងប្រុសបានទទួលព័ត៌មានយ៉ាងម៉េច អរគុណចែខ្មៅនៅសភេចែដែលមុខចាស់អាយុក្មេងនេះខ្ញុំមិនដំបងស្មានតែគាត់អាយុបងចុះតែបាត់ក៏យុបងខ្ញុំមិនចេះតិចខ្ញុំមកដល់ចាស់ចរិតអញ្ចឹងបានមុខចាស់អាក្នុងខួរគាត់ពីចំណាយឈ្នះនេះគេចែបើចែឯងខ្លាំងចែឯងទៅឌីពួកអ្នកលក់របស់ខូចសុខភាពស្រាបៀស្អីស្អីក្នុងសម្រក់របស់យកមកពីចិនจะដាក់តាមភាសាតុកតែចែឯងមករករឿងខ្ញុំហ្នឹងដោយសារតែខ្ញុំលក់របស់ដូចចែឯងលក់ចាញ់ខ្ញុំមែន បានវានៅអត់សុខចឹងអ្នកអស់គ្នាឃើញដែរខ្ញុំចង់ល្បីទាញអ្នកណាយកមកល្បីឬក៏យកខៃគេរឿងគ្រូសាអីមកនិយាយខ្ញុំមិនសមទៅសុខទេអ្នកអស់គ្នាហើយខ្ញុំលក់រងឲ្យអ្នកអស់គ្នាជួបខ្ញុំដឹងហើយខ្ញុំឆាតខ្លួនឯងគឺលក់ដោយក្តីស្រឡាញ់នឹងបេះដូងខ្ញុំស្រឡាញ់ធម្មជាតិខ្លាំងអ្នកអស់គ្នាចូលសួងបងថារបស់ខ្ញុំល្អខ្ញុំអាចលក់ជាងក្រៅប្រទេសបានលក់ជាក្រុមហ៊ុនបានតែខ្ញុំអត់លក់អីដោយសារគេថាបើលក់អញ្ចឹងក៏ដាក់តាមភាសាតុកខ្ញុំអត់ចង់ដាក់តាមភាសាតុកខ្ញុំស្រឡាញ់ធម្មជាតិ cô mà ngon nhưng mình lột luôn lên còn cho ai bọn còn mình là con chôn trong cái thùng chiết công nhâm là bao để xa tục chớn cái con nó sống hiểm tận bằng anh tê mình cô